ថ្មីនេះអតីតតារាចម្រៀងនិងជាម្ចាស់ពាន The Voice Cambodia លោកបុតសីហាត្រូវបានម្ចាស់បំណុលបង្ហោះទារលុយចំនួន$100ធ្វើឲ្យផ្អើលពេញបណ្ដាញសង្គមលោកបុតសីហាក៏បានបន្តថាក្រគេមើងងាយណាស់ក្រោយពីស្ងប់ស្ងាត់មួយរយៈលោកបុតសីហាធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលម្ដងទៀតបន្ទាប់ពីម្ចាស់បំណុលបង្ហោះទារលុយចំនួន$100ថាមិនសងការបង្ហោះរូបភាពនិងវីដេអូប្រកាសឲ្យលោកបុតសីហាចូលខ្លួនដោះស្រាយបំណុលចំនួន$100ពីសំណាក់ម្ចាស់គណនី Facebook មួយនោះបានធ្វើឲ្យមហាជនបន្តវាយប្រហារទៅលើអតីតតារាចម្រៀងនិងជាម្ចាស់ពាន The Voice រូបនេះនៅតែមិនចេះកែខ្លួននិងស្ដារកិត្តិយសត្រឡប់មកវិញបន្ទាប់ពីផ្ទុះរឿងនេះលោករ៉ាត់អូមេហ្គាជាមនុស្សម្នាក់ដែលបានជួយយិតយោបាននិយាយទៅកាន់បុតសីហាថានៅតែមិនអាចកែខ្លួនបានសែនស្ដាយសមត្ថភាពនិងឱកាសបើទោះបីនឹងការទម្លាយមុខម្ចាស់បំណុលចំនួន$100នោះបុតសីហានិយាយទៅកាន់ម្ចាស់បំណុលនោះថាជាមនុស្សដែលចង់ល្បីដោយធ្វើការយករូបភាពនិងវីដេអូមកផុសរឿងលុយ$100ទាំងដែលមិនទាន់ដល់ថ្ងៃកំណត់សងផងនោះយ៉ាងណាមិញម្ចាស់បទគ្មានអ្នកណាអាចកែប្រែចិត្តបងរូបនេះបានបង្ហោះសំណេរហាក់ដូចជាតូចចិត្តនឹងជីវិតខ្លួនឯងដែលហាក់បីដូចជាត្រូវគេមិនឲ្យតម្លៃលោកបាននិយាយប្រយោគមួយបញ្ជាក់ថាត្រូវចាំពេលដែលយើងក្រគេមើងងាយណាស់ថែមពីនេះផងដែរក៏នៅតែមានអ្នកគាំទ្រមួយចំនួនក៏មិនលើកទឹកចិត្តត្រូវតែខិតខំប្រឹងកសាងខ្លួនឡើងវិញកុំឲ្យគេមើងងាយអ្នកគាំទ្រខ្លះទៀតនៅតែជឿជាក់លើរូបលោកថាអាចស្ដារកិត្តិយសឲ្យល្បីឈ្មោះឡើងវិញផងដែរបច្ចុប្បន្នលោកបុតសីហាក៏មានបទចម្រៀងថ្មីបានចេញផ្សាយខណៈរូបលោកក៏នៅតែអំពាវនាវទៅកាន់បណ្ដាអ្នកគាំទ្រម្ចាស់ហាងម្ចាស់កម្មវិធីផ្ដល់ឱកាសការងារទៅកាន់រូបលោកផងដែរ